ខ្ញុំមិនអួតអាងពីសភាវុធទេសភាវុធអេតចាយរបស់ខ្មែរគឺគ្រប់គ្រាន់ហើយធ្លាប់សារលបងគ្រាហើយតា2008ដល់2011អាបាយក្តាំងជាតារាអីនៅនេះតាខ្ញុំបញ្ជាក់ឡើងវិញកម្ពុជាចង់បន្តដោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេភាគីផងនិងតាមយន្តការតុលាការផងគឺទាំងពីរនេះសុទ្ធតែយុទ្ធវិធីសុទ្ធតែសន្តិវិធីទាំងអស់ចឹងរឿងបញ្ហាប៉ុន្តែខ្ញុំនិយាយពាក្យប៉ុន្តែហេតុអ្វីបានជាកម្ពុជាលើកតបបញ្ជូនតបមកកាន់ទួលដែររឿងវាចាប់ផ្ដើមពីភាពតានតឹងដែលបង្កឡើងនៅថ្ងៃទី28ខែឧសភាកន្លងទៅនោះហើយជាមូលហេតុដែលកម្ពុជាត្រូវបញ្ជូនកម្លាំងយើងមានសិទ្ធិការពារខ្លួននិងមានសិទ្ធិវាយបកទៅលើការឈ្លានពានណាក៏ដោយទោះបីយើងតូចក៏ប៉ុន្តែយើងមានសិទ្ធិនឹងការពារខ្លួនមិនមែនមានត្រឹមសិទ្ធិការពារខ្លួនទេមានសិទ្ធិវាយបកស្គាល់ហើយភាសាយោធាមិនមែនចាំឲ្យគេមកដល់ត្រង់សេបានបាញ់ទេដល់ត្រង់សេបាញ់ហើយគឺត្រូវតែបាញ់បន្ថែមហើយអាហ្នឹងវាធម្មតាទេយើងមិនមែនមានមហិច្ឆតាវាយដល់ទីក្រុងបាងកកទេអត់ទេទោះបីថាសមត្ថភាពអាវុធរបស់យើងអាចមានលទ្ធភាពបាញ់ទៅដល់នោះតែយើងមិនបាញ់ទេខ្ញុំមិនអួតអាងពីសភាវុធទេសភាវុធអេតចាយរបស់ខ្មែរគឺគ្រប់គ្រាន់ហើយធ្លាប់សារលបងគ្រាហើយតា2008ដល់2011អាបាយក្តាំងជាតារាអីនៅនេះតាគាត់ថាដឹកថ្ងៃហ្នឹងវាទៅប្រជុំណាព្រោះខាងគណៈរដ្ឋមន្ត្រីគេប្រជុំព្រឹកហ្នឹងហើយគេតាមអនឡាញណាតាមអនឡាញអញ្ចឹងមេទិសទាំងប្រមាណគឺអត់បានមកទេ